ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Furniture ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដែលនិយាយអំពីសហគ្រិនយកមកចែករំលែកជូនអ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីសហគ្រិនដែលជាអ្នកបង្កើតអាជីវកម្មតោះយើងទៅពិនិត្យមើលទាំងអស់គ្នាថាតើសហគ្រិនជាអ្វីនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងបញ្យល់ព្រមទាំងលើកឧទាហរណ៍សាមញ្ញដែលងាយយល់ឆាប់ចាប់បានអំពីសហគ្រិនដែលជាស្ថាបនិកក្រុមហ៊ុនឬអ្នកបង្កើតអាជីវកម្មសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណបើយោងតាមសៀវភៅ Entrepreneurship របស់លោក Donald F. Corraco បោះពុម្ពលើកទី12ក្នុងឆ្នាំ2024នៅក្នុងជំពូកទី1ទំព័រទី3បានប្រាប់យើងអំពីនិយមន័យនៃពាក្យសហគ្រិនតើសហគ្រិនជាអ្វីពាក្យថាសហគ្រិនមានដើមកំណើតចេញមកពីពាក្យក្នុងភាសាបារាំង entrepreneur ដែលមានន័យថារ៉ាប់រង undertake ដូចនេះសហគ្រិនជាអ្នករ៉ាប់រងរៀបចំចាត់ចែងនិងហ៊ានទទួលយកហានិភ័យរបស់អាជីវកម្មមួយសហគ្រិនជាបុគ្គលមានគំនិតច្នៃប្រឌិតអភិវឌ្ឍស្គាល់និងចេះចាប់យកអាកាសហើយបំលែងអាកាសទាំងនោះឲ្យក្លាយទៅជាគំនិតដែលអាចប្រើប្រាស់បានឬលក់បានដោយចំណាយពេលវេលាកម្លាំងពលកម្មនិងហ៊ានទទួលយកហានិភ័យក្នុងការប្រកួតប្រជែងលើទីផ្សារដើម្បីអនុវត្តគំនិតទាំងនោះហើយទទួលយកផលប្រយោជន៍ពីការខិតខំប្រឹងប្រែងរបស់ខ្លួនសហគ្រិនជាបុគ្គលដែលមានគំនិតឯករាជ្យដែលហ៊ានប្រថុយប្រឋានខុសពីមនុស្សផ្សេងទៀតចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងមានគោលដៅមានទំនុកចិត្តមានសមត្ថភាពរៀនពីកំហុសនិងមានជំនាញទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនមានទ្រឹស្ដីមួយចំនួនបង្ហាញថាសហគ្រិនជាភ្នាក់ងារដែលនាំឲ្យមានការផ្លាស់ប្ដូរ Agent of Change ដែលនាំឲ្យមានភាពរីកចម្រើននៅក្នុងពិភពលោកដោយសារគំនិតច្នៃប្រឌិតនិងការបង្កើតថ្មីរបស់ពួកគេសហគ្រិនគឺជាបុគ្គលដែលអនុវត្តនៅគំនិតដែលបានគិតមិនមែនកប់ទុកនៅគំនិតដែលបានគិតនោះឡើយសហគ្រិនជាបុគ្គលដែលបង្កើតខ្លួនឯងឡើងមិនមែនជាអ្នកដែលត្រូវបានគេបង្កើតឡើងនោះទេសហគ្រិនជាក្រុមមនុស្សដែលប្រឡូកក្នុងវិស័យបច្ចេកវិទ្យាសហគ្រិនជាបុគ្គលដែលរៀនសូត្រពីវិស័យសិក្សាធិការនិងសង្គមសហគ្រិនត្រូវតែមានបុគ្គលិកលក្ខណៈស័ក្តិសមទៅនឹងគំនិតនិងកិច្ចការដែលគាត់ធ្វើអ្វីដែលសហគ្រិនត្រូវការគឺគំនិតហើយនិងលុយគ្រប់ទាំងគំនិតរបស់សហគ្រិនមិនប្រកាសថាទទួលបានជោគជ័យនោះឡើយសហគ្រិនជាអ្នកទទួលយកហានិភ័យនៅពេលដែលធ្វើអាជីវកម្មខាងក្រោមនេះជាឧទាហរណ៍មួយចំនួនអំពីសហគ្រិនដែលបានបង្កើតក្រុមហ៊ុនអាជីវកម្មរបស់ខ្លួនហើយក្រុមហ៊ុននោះមានជីវិតរហូតមកដល់ពេលបច្ចុប្បន្ននេះទី1ក្រុមហ៊ុន Coca-Cola ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1886ដោយសុតការី John Pemberton នៅទីក្រុង Atlanta Coca-Cola ជាភេសជ្ជៈឱសថដែលលាយជាមួយនឹងទឹកសូដាហើយបានដាក់នៅក្នុងដបតូចៗក្រោយមករូបមន្តនេះបានក្លាយទៅជាភេសជ្ជៈដ៏ស្រស់ស្រាយបន្ទាប់ពីអ្នកជំនួញ Asa Candler បានទិញសិទ្ធិនិងផ្ដោតទៅលើការធ្វើទីផ្សារទ្រង់ទ្រាយធំនិងការផ្សាយពាណិជ្ជសញ្ញា Coca-Cola បានពង្រីកយ៉ាងឆាប់រហ័សជាមួយនឹងការដាក់ដបលក់និងផ្សាយពាណិជ្ជកម្មដែលមានស្តង់ដារ Coca-Cola ផ្ដើមចេញពីការលក់ក្នុងបញ្ចុះអសត់ស្ថានមួយហើយវាបានរីកចម្រើនទៅជាម៉ាកភេសជ្ជៈដ៏ល្បីល្បាញនិងជោគជ័យបំផុតក្នុងពិភពលោកទី2ក្រុមហ៊ុន Nike បានចាប់ផ្ដើមនៅក្នុងឆ្នាំ1964ក្រោមឈ្មោះ Blue Ribbon Sport ដែលបង្កើតឡើងដោយអត្តពលិក Phil Knight និងគ្រូបង្វឹក Bill Bowerman ដោយដំបូងឡើយលក់ស្បែកជើងកីឡារបស់ប្រទេសជប៉ុន Bowerman បានពិសោធន៍ជាមួយនឹងការរចនាស្បែកជើងថ្មីៗដែលធ្វើឲ្យប្រសើរឡើងនៅការអនុវត្តសម្រាប់អត្តពលិកនៅឆ្នាំ1971ក្រុមហ៊ុនបានបង្កើតយីហោផ្ទាល់របស់ខ្លួនគឺ Nike ជាមួយនឹង logo Swoosh ដ៏ល្បីល្បាញនិងផ្ដោតទៅលើការច្នៃប្រឌិតនិងការគាំទ្រពីអត្តពលិកបើទោះបីជាមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដំបូងក៏ដោយក៏ Nike បានរីកចម្រើនក្លាយទៅជាក្រុមហ៊ុនឈានមុខគេលើសម្លៀកបំពាក់កីឡាជាសកលតាមរយៈទីផ្សារនិងការរចនាផលិតផលក្រុមហ៊ុន Nike មានពាក្យស្លោករបស់ខ្លួនគឺគ្រាន់តែធ្វើវា Just Do It ទី3ក្រុមហ៊ុន Starbucksបានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ1971ជាហាងលក់កាហ្វេតូចមួយនៅទីក្រុង Seattle ដែលបង្កើតឡើងដោយដៃគូ3នាក់គឺ Jerry Bowen, Sue Seagal និង Gordon Boker ដំបូងឡើយ Starbucks មិនមែនជាហាងលក់កាហ្វេទេនៅក្នុងឆ្នាំ1982លោក Howard Schultz បានចូលហ៊ុនជាមួយនឹងក្រុមហ៊ុនហើយបានណែនាំពីគំនិតលក់កាហ្វេ Espresso ដែលមានប្រភពពីកាហ្វេអ៊ីតាលីប៉ុន្តែត្រូវសមាជិកផ្សេងទៀតជំទាស់ក្រោយមកលោក Schultz បានទិញយក Starbucks ហើយបានប្រែក្លាយទៅជាហាងកាហ្វេដែលផ្ដោតទៅលើគុណភាពកាហ្វេនិងផាសុកភាពរបស់អតិថិជន Starbucks បានក្លាយទៅជាម៉ាកយីហោសកលដែលមានហាងរាប់ពាន់នៅទូទាំងពិភពលោកទី4ក្រុមហ៊ុន Apple បានចាប់ផ្ដើមនៅក្នុងឆ្នាំ1976នៅពេលដែលលោក Steve Jobs និងលោក Steve Wozniak បានបង្កើតកុំព្យូទ័រ Apple ដំបូងគេក្នុងយានដ្ឋានមួយក្នុងរដ្ឋ California
លោកវិនិយាបានបង្កើតបច្ចេកវិទ្យានេះខណៈពេលដែលលោក Steve Jobs មានចក្ខុវិស័យនៃការធ្វើឲ្យកុំព្យូទ័រមានទំហំតូចសាមញ្ញនិងមានតម្លៃសមរម្យសម្រាប់មនុស្សធម្មតាភាពជោគជ័យដ៏ធំដំបូងរបស់ពួកគេគឺ Apple II ក្រុមហ៊ុន Apple បានផ្លាស់ប្ដូរពិភពបច្ចេកវិទ្យាជាមួយនឹង iPod, iPhone និង iPad ដោយក្លាយទៅជាក្រុមហ៊ុនដ៏មានតម្លៃបំផុតមួយក្នុងប្រវត្តិសាស្ត្រទី5ក្រុមហ៊ុន Amazon ត្រូវបានបង្កើតឡើងក្នុងឆ្នាំ1994ដោយលោក Jeff Bezos នៅក្នុងយានដ្ឋានតូចមួយនៅក្នុងទីក្រុង Seattle បន្ទាប់ពីលោកបានឃើញការរីកចម្រើនយ៉ាងឆាប់រហ័សនៃអ៊ីនធឺណិតលោកបានចាប់ផ្ដើមនៃការលក់សៀវភៅតាមអ៊ីនធឺណិតព្រោះវាងាយស្រួលដឹកជញ្ជូននិងមានតម្រូវការខ្ពស់លោក Bezos បានវិនិយោគប្រាក់សន្សំផ្ទាល់ខ្លួននិងបានប្រថុយប្រថានយ៉ាងខ្លាំងដោយផ្ដោតទៅលើការរីកចម្រើនរយៈពេលវែងជំនួសឲ្យប្រាក់ចំណេញក្នុងរយៈពេលខ្លីក្នុងរយៈពេល 2-3 ឆ្នាំ Amazon បានពង្រីកខ្លួនទៅជាហាងលក់ CD គ្រឿងអេឡិចត្រូនិកនិងទីបំផុតគឺអ្វីៗគ្រប់យ៉ាងដោយក្លាយទៅជាទីផ្សារអនឡាញធំជាងគេបំផុតរបស់ពិភពលោកតាមរយៈការច្នៃប្រឌិតការយកចិត្តទុកដាក់ចំពោះអតិថិជននិងការដឹកជញ្ជូនរហ័សទី6ក្រុមហ៊ុន Tesla ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2003ដោយលោកវិស្វករ Martin Eberhard និងលោក Mark Tarpenning ដោយមានលោក Elon Musk បានចូលរួមជាអ្នកវិនិយោគដំបូងហើយក្រោយមកបានក្លាយទៅជានាយកប្រតិបត្តិក្រុមហ៊ុននេះមានគោលបំណងបញ្ជាក់ថារថយន្តអគ្គិសនីអាចមានល្បឿនលឿនទាន់សម័យនិងគួរឲ្យចង់បានហើយមិនប៉ះពាល់ដល់បរិស្ថានរថយន្តដំបូងរបស់ខ្លួនគឺ Tesla Roadster នៅក្នុងឆ្នាំ2008បានប្រឈមមុខនឹងការពន្យាពេលផលិតនិងការតស៊ូផ្នែកហិរញ្ញវត្ថុប៉ុន្តែវាទទួលបានជោគជ័យក្នុងការផ្លាស់ប្ដូរការយល់ឃើញរបស់សាធារណជនក្រោយមក Tesla បានចេញរថយន្តអគ្គិសនី Model S និង Model 3ដែលជាអ្នកដឹកនាំការផ្លាស់ប្ដូរសកលឆ្ពោះទៅរករថយន្តអគ្គិសនីសរុបជារួមមកសហគ្រិនជាបុគ្គលដែលមានគំនិតច្នៃប្រឌិតអភិវឌ្ឍស្គាល់និងចេះចាប់យកឱកាសហើយបំលែងឱកាសទាំងនោះឲ្យក្លាយទៅជាគំនិតដែលអាចប្រើប្រាស់បានហើយនឹងលក់បានដោយចំណាយពេលវេលាកម្លាំងពលកម្មនិងហ៊ានទទួលយកហានិភ័យក្នុងការប្រកួតប្រជែងនៅលើទីផ្សារដើម្បីអនុវត្តគំនិតទាំងនោះហើយទទួលបានផលប្រយោជន៍ពីការខិតខំប្រឹងប្រែងរបស់ខ្លួនខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីសហគ្រិនដែលជាអ្នកបង្កើតអាជីវកម្មផ្ទាល់ខ្លួនដូចជា Coca-Cola, Nike, Starbucks, Apple, Amazon និង Tesla សូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាសម្រាប់វីដេអូក្រោយៗទៀត